សាកស្រមៃថាបើយើងមានឱកាសបានទៅលេងគ្រប់ខេត្តក្រុងនៅកម្ពុជាតើយើងនឹងត្រូវទៅកន្លែងណាខ្លះហើយធ្វើដំណើរពីខាងណាទៅខាងណាថ្ងៃនេះខ្ញុំបានដើរគោលដៅតំបន់ទេសចរប្រចាំខេត្តនីមួយៗនៅក្នុងផែនទីប្រទេសកម្ពុជាថាតើកន្លែងណាខ្លះដែលយើងគួរទៅព្រមទាំងបង្ហាញអំពីផ្លូវដែលត្រូវធ្វើដំណើរនៅក្នុងប្រទេសកម្ពុជាផងដែរហើយប្រសិនបើយើងជ្រើសរើសដំណើរកម្សាន្តនៅក្នុងប្រទេសតើវានឹងជួយដល់កម្ពុជាយ៉ាងណាខ្លះប្រសិនបើយើងមានបំណងធ្វើដំណើរជុំវិញប្រទេសកម្ពុជាជាដំបូងយើងត្រូវចាប់ផ្ដើមធ្វើដំណើរពីទីក្រុងភ្នំពេញហើយឆ្ពោះទៅកាន់ខេត្តតាកែវនៅក្នុងខេត្តតាកែវយើងអាចធ្វើដំណើរទៅលេងទន្លេបាទីប្រាសាទបាទីហើយប្រាសាទនេះបានកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី7នៅលើភ្នំជីសូរវិញមានប្រាសាទភ្នំជីសូរដែលបានកសាងឡើងនៅលើភ្នំដែលមានកម្ពស់380ម៉ែត្រក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី1ចំណែកឯសារមន្ទីរអង្គរបូរីត្រូវបានបង្កើតឡើងសម្រាប់តម្កល់វត្ថុសិល្បៈវប្បធម៌និងប្រវត្តិសាស្ត្រនានាដែលមានក្នុងសម័យនគរភ្នំចាកចេញពីខេត្តតាកែវយើងបន្តដំណើរទៅខេត្តដែលជាប់នឹងសមុទ្រដោយនៅក្នុងខេត្តកែបនេះយើងអាចទស្សនាឆ្នេរអង្គរដែលឆ្នេរនេះទើបនឹងធ្វើផ្លូវថ្មីនៅតាមផ្លូវមានព្រៃកោងកាងឆ្នេរអង្គរមានឆ្នេរសមុទ្រស្រស់ស្អាតនិងស្ងប់ស្ងាត់ឬក៏យើងអាចទៅជិះទូកលេងនៅកោះទន្សាយដែលមានខ្យល់អាកាសបរិសុទ្ធនិងមានទឹកសមុទ្ររាក់ៗដែលអាចឲ្យយើងមុជទឹកលេងបានឬក៏យើងអាចទៅទស្សនានិងញ៉ាំគ្រឿងសមុទ្រនៅឆ្នេរសមុទ្រកែបជាដើមចាកចេញពីខេត្តកែបរួចយើងក៏សម្ដៅទៅខេត្តកំពតខេត្តកំពតជាខេត្តមួយត្រូវបានជ្រើសរើសជាកន្លែងសម្រាប់លំហែកាយរបស់ប្រជាជនខ្មែរយើងជាច្រើននៅពេលដែលយើងធ្វើដំណើរមកដល់ខេត្តកំពតយើងមិនអាចចោលកន្លែងសេះសមុទ្របាញ់ទឹកដែលជាកន្លែងថតរូបនោះឡើយរួចហើយយើងបន្តទៅលេងដងព្រែកដែលកន្លែងនេះជាតំបន់ទេសចរពាក់កណ្ដាលធម្មជាតិហើយនៅកន្លែងនោះគេមានសកម្មភាពជិះខ្សែរ៉កជិះកាយ៉ាក់ឬក៏ជិះទាទឹកជាដើមតំបន់ធម្មជាតិនៅខេត្តកំពតមានដូចជាទឹកឈូឬក៏ទឹកធ្លាក់វាលពូជជាដើមលើសពីនេះទៅទៀតខេត្តកំពតក៏មានកន្លែងទេសចរធម្មជាតិមួយផ្សេងទៀតដែលយើងអាចនឹងសរសើរអំពីសម្រស់របស់ប្រទេសកម្ពុជាយើងនោះគឺឧទ្យានជាតិព្រះមនីវង្សបូកគោដែលនៅលើភ្នំមានកន្លែងកម្សាន្តជាច្រើនដូចជារូបសំណាកយាយម៉ៅបឹងបូកគោទឹកធ្លាក់ពពកវិលថតរូបនៅថ្មលយនិងកាស៊ីណូចាស់ជាដើមបន្តដំណើរទៅមុខទៀតយើងក៏មកដល់ខេត្តព្រះសីហនុនៅក្នុងខេត្តព្រះសីហនុយើងនឹងមានឃើញឆ្នេរសមុទ្រធម្មជាតិដែលមានឆ្នេរខ្សាច់សស្អាតដែលអាចចាត់ទុកចូលជាថ្នាក់អន្តរជាតិដែលមានដូចជាឆ្នេរកោះពស់ឆ្នេរអូឈើទាលនិងឆ្នេរអូត្រេសជាដើមបណ្ដាកោះជាច្រើនដែលស្ថិតនៅក្នុងខេត្តព្រះសីហនុដែលមានដូចជាកោះរាជបុត្រកោះរងសន្លឹមកោះរងជាតំបន់ទេសចរដែលមានទេសភាពនិងទឹកថ្លាស្អាតនិងមានខ្យល់អាកាសបរិសុទ្ធចាកចេញពីខេត្តព្រះសីហនុហើយសម្ដៅមកកាន់ខេត្តកោះកុងជាខេត្តមួយដែលមានភាពល្បីល្បាញដែលសម្បូរទៅដោយព្រៃកោងកាងហើយក៏មានឆ្នេរសមុទ្រស្អាតមិនចាញ់ខេត្តព្រះសីហនុប៉ុន្មានដែរខេត្តនេះជាខេត្តដែលសម្បូរទៅដោយតំបន់ទេសចរធម្មជាតិនិងសម្បូរព្រៃកោងកាងដែលជាជម្រកសម្រាប់ត្រីជាច្រើនប្រភេទហើយថែមទាំងសម្បូរទឹកធ្លាក់និងសហគមន៍អេកូទេសចរផងដែរដូចជាទឹកធ្លាក់ឆាយអារ៉ែងនិងសហគមន៍អេកូទេសចរជីផាតបណ្ដាកោះដែលល្បីៗនៅក្នុងខេត្តកោះកុងរួមមានកោះកុងក្រៅកោះស្ដេចកោះមនួសជាដើមដែលនៅតាមបណ្ដាកោះយើងអាចស្ទូចត្រីមុជទឹកសមុទ្រមើលផ្កាថ្មនិងប្រព័ន្ធជីវៈចម្រុះនៅបាតសមុទ្រហើយក៏ជាកន្លែងដែលមើលថ្ងៃលិចដ៏ស្រស់ស្អាតផងដែរទៅខេត្តបន្ទាប់យើងក៏ទៅដល់ខេត្តពោធិ៍សាត់ដែលជាទីកន្លែងរបស់វត្តបាកានវត្តបាកានជាតំបន់ប្រវត្តិសាស្ត្រមួយត្រូវបានសាងសង់ឡើងនៅក្នុងសតវត្សទី14នៅក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី9ដែលជាចុងសម័យអង្គរនិងត្រូវបានគេស្គាល់ថាជាកន្លែងដែលស័ក្តិសិទ្ធិជាងគេក្នុងប្រទេសកម្ពុជាភ្នំ1500នៅខេត្តពោធិ៍សាត់ក៏សម្បូរទៅដោយអ្នកទស្សនាផងដែរដោយសារតែទីនោះមានព្រៃឈើខៀវស្រងាត់ទម្រង់ផ្លូវដែលមានលក្ខណៈកោងបែបអន្ទង់អាំងដែលមើលទៅពិតជាស្រស់ស្អាតនៅក្បែរនោះទៀតសោតក៏មានទឹកធ្លាក់យ៉ាងស្រស់ស្អាតមួយផងដែរនោះគឺទឹកធ្លាក់ថ្មដាធំនៅពេលដែលយើងបន្តដំណើរមកដល់ខេត្តបាត់ដំបងយើងនឹងឃើញស្ថាបត្យកម្មនៅក្នុងខេត្តនេះមានលក្ខណៈជាស្ថាបត្យកម្មរបស់ប្រទេសបារាំងតំបន់ទេសចរនៅខេត្តបាត់ដំបងក៏មិនចាញ់នឹងខេត្តផ្សេងៗទៀតប៉ុន្មានដែរដែលមានដូចជាភ្នំអាណន់ដែលជាកន្លែងពាក់កណ្ដាលធម្មជាតិកន្លែងនោះមានម្ហូបខ្មែរយ៉ាងឆ្ងាញ់នៅឯជើងភ្នំអាណន់យើងក៏អាចជិះឡូរីនិងមើលសួនផ្កានៅភ្នំអាណន់បានដែរចំណែកឯភ្នំសំពៅវិញគឺកាន់តែអស្ចារ្យជាងនេះទៅទៀតដោយភ្នំនេះមានកម្ពស់100ម៉ែត្រកាំជណ្ដើរ1030កាំនិងមានវត្តមួយនៅលើកំពូលភ្នំមានរូងភ្នំនិងឡានជាច្រើនដែលអ្នកទេសចរនិយមទៅទស្សនាល្អាមការស្លានិងឡានល្ខោននៅក្បែរភ្នំសំពៅក៏មានចង្កោមភ្នំសំខាន់ៗផ្សេងទៀតដែលជាប់ទាក់ទងនឹងរឿងព្រេងនិទានខ្មែរនោះគឺរឿងព្រះបាទរាជកុលនិងនាងរំសាយសក់វេលាម៉ោង 5:30 នាទីទៅម៉ោង 6:15 នាទីនៅឯភ្នំសំពៅយើងនឹងឃើញសត្វប្រចៀវរាប់លានក្បាលហើរចេញពីរូងភ្នំពីព្រោះការហោះហើររបស់សត្វប្រចៀវទាំងអស់នោះប្រៀបបានដូចទៅជាចរន្តទឹកនៅលើអាកាសចំណែកឯតំបន់ទេសចរនៅស្រុកសំឡូតវិញក៏មានទេសភាពស្រស់ស្អាតផងដែរដូចជាទឹកធ្លាក់ធម្មជាតិនិងកន្លែងស្នាក់នៅស្អាតៗជាច្រើនកន្លែងមកដល់ខេត្តប៉ៃលិនជាទីកន្លែងដែលចែកចិត្តមកធ្វើការនៅទីនោះហើយក៏បានជួបខុននារីនៅក្នុងរឿងកុលាបប៉ៃលិននិពន្ធដោយលោកញ៉ុកថែមដោយនៅក្នុងក្រុងប៉ៃលិនមានទីតាំងមួយឈ្មោះថាវាលកុលាបប៉ៃលិនដែលឈ្មោះនេះបានយកពីរឿងកុលាបប៉ៃលិននេះឯងហើយនៅក្បែរវានោះក៏មានទីតាំងមួយដ៏ល្បីផងដែរប្រចាំខេត្តប៉ៃលិននោះគឺភ្នំយ៉ាតជារមណីយដ្ឋានប្រវត្តិសាស្ត្រនិងជាបេះដូងនៃខេត្តប៉ៃលិនមានសំណង់បុរាណនិងសំណង់ថ្មីៗជាច្រើនដូចជាអាស្រមលោកយាយយ៉ាតរូបសំណាកព្រះពុទ្ធផ្ចាញ់មាសកម្ពស់21ម៉ែត្រសំណង់ប្រាសាទ8ទិសឬអាស្រមព្រះគោព្រះកែវជាដើមខេត្តប៉ៃលិនក៏មានតំបន់ទេសចរធម្មជាតិជាច្រើនកន្លែងផងដែរដូចជាទឹកធ្លាក់ភ្នំខៀវឬក៏ទឹកធ្លាក់បរហ៊ុយបន្តដំណើរមកដល់ខេត្តបន្ទាយមានជ័យដែលជាទីកន្លែងរបស់ប្រាសាទបន្ទាយឆ្មាប្រាសាទបន្ទាយឆ្មារួមទាំងប្រាសាទមេបុណ្យបន្ទាយឆ្មាជាស្នាដៃអស្ចារ្យមួយដែលបានកសាងឡើងនៅក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី7នៅក្នុងសតវត្សទី12និងសតវត្សទី13ប្រាសាទនេះគឺស្ថិតនៅក្នុងបញ្ជីដែលត្រៀមដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ចំណែកឯតំបន់ការពារអាងទឹកត្រពាំងថ្មវិញនៅក្នុងខេត្តបន្ទាយមានជ័យមានទំហំរហូតដល់126គីឡូម៉ែត្រការ៉េអាងនេះជាអាងស្តុក
ទឹកធំទី2បន្ទាប់ពីបឹងទន្លេសាបបើយើងទៅលេងកម្សាន្តកន្លែងនេះយើងមើលទៅអាងទឹកនេះធំល្វឹងល្វើយហើយស្រស់ស្អាតខ្លាំងណាស់និងជាកន្លែងអភិរក្សសត្វស្លាបជាច្រើនប្រភេទមួយផងដែរតែបើយើងក្រឡេកទៅមើលនៅក្នុងប្រវត្តិសាស្ត្រអាងទឹកដ៏ធំបែបនេះគឺមិនមែនកើតឡើងដោយសារតែធម្មជាតិនោះទេតែវាបានកើតឡើងដោយសារតែពួកខ្មែរក្រហមបានបង្ខំឲ្យប្រជាជនរាប់ពាន់នាក់ដើម្បីទៅជីកអាងទឹកនោះនៅពេលដែលយើងធ្វើដំណើរមកដល់ខេត្តឧត្តរមានជ័យខេត្តនេះមានទេសភាពដ៏ស្រស់ស្អាតតាមជួរភ្នំដងរែកនិងមានប្រាសាទតាមាន់ធំដែលបានកសាងឡើងនៅចុងសតវត្សទី12នៅក្នុងខេត្តនេះក៏មានទឹកធ្លាក់ធម្មជាតិជាច្រើនផងដែរដូចជាទឹកធ្លាក់អូស្វាយទឹកធ្លាក់អូពកទឹកធ្លាក់ដាចំបៃជាដើមខេត្តឧត្តរមានជ័យក៏ត្រូវបានគេស្គាល់ថាជាខេត្តដែលខ្មែរក្រហមឈរជើងចុងក្រោយគេដែលពួកខ្មែរក្រហមប្រយុទ្ធជាមួយនឹងកងទ័ពរាជរដ្ឋបាលរហូតដល់ប៉ុល ពតស្លាប់នៅឆ្នាំ1998និងតាមុកត្រូវបានចាប់ខ្លួននៅឆ្នាំ1999ហើយចំណែកឯផ្ទះតាមុកគឺស្ថិតនៅក្នុងស្រុកអន្លង់វែងនេះឯងដែលកន្លែងនេះភ្ញៀវទេសចរតែងតែមកទស្សនាដើម្បីយល់ដឹងអំពីប្រវត្តិសាស្ត្រខ្មែរបន្តដំណើរមកដល់ខេត្តសៀមរាបខេត្តនេះត្រូវបានគេស្គាល់ថាជាខេត្តដែលមានប្រាសាទបុរាណច្រើនជាងគេនិងមានកន្លែងទេសចរច្រើនផងដែរពេលដែលយើងបានទស្សនានៅឯខេត្តសៀមរាបយើងតែងតែនឹកឃើញដល់ឧទ្យានបុរាណអង្គរជានិច្ចដែលមានប្រាសាទអង្គរវត្តប្រាសាទបាយ័ននិងប្រាសាទតាព្រហ្មជាដើមប្រាសាទផ្សេងៗទៀតដែលមានស្ថាបត្យកម្មអស្ចារ្យហើយវារៀងនៅឆ្ងាយពីប្រាសាទអង្គរវត្តបន្តិចមានដូចជាប្រាសាទបន្ទាយស្រីប្រាសាទបេងមាលាឬក៏ប្រាសាទបាគងជាដើមចំណែកឯក្បាលស្ពាននៅឯភ្នំគូលែនវិញក៏មានទឹកធ្លាក់ធម្មជាតិយ៉ាងស្រស់ស្អាតផងដែរចំណុចដែលខុសគេរបស់ទឹកធ្លាក់ភ្នំគូលែននិងទឹកធ្លាក់ដទៃទៀតគឺទឹកធ្លាក់នេះមានចម្លាក់នៅលើផ្ទាំងថ្មជាច្រើនក្រៅពីតំបន់ទេសចរប្រវត្តិសាស្ត្រខេត្តសៀមរាបក៏ជាខេត្តមួយជាប់នឹងបឹងទន្លេសាបផងដែរនៅបឹងទន្លេសាបនោះក៏មានសហគមន៍ទេសចរមួយដែលមានឈ្មោះថាចុងគ្នាដំណើរកម្សាន្តនៅកន្លែងនោះអាចឲ្យអ្នកទស្សនាបានឃើញសត្វស្លាបមច្ឆជាតិព្រៃលិចទឹកជីវភាពរបស់ប្រជានេសាទនៅលើផ្ទះបណ្ដែតទឹកនិងទេសភាពដ៏ស្រស់ស្អាតជាពិសេសពេលថ្ងៃលិចដោយទេសចរអាចគយគន់សម្រស់នៃព្រៃលិចទឹកអមជាមួយនឹងផ្ទាំងទស្សនីយភាពប្រាសាទភ្នំក្រោមដ៏ស្រស់ត្រកាលលើសពីនេះទៅទៀតខេត្តសៀមរាបក៏មានតំបន់ទេសចរកែច្នៃដូចជាអង្គរ Wildlife and Aquarium ដែលឲ្យយើងទស្សនាត្រីនៅក្រោមទឹកនិងសត្វព្រៃជាច្រើនប្រភេទផ្សេងៗទៀតនៅពេលដែលយើងធ្វើដំណើរមកដល់ខេត្តព្រះវិហារខេត្តនេះមានទីតាំងរហូតដល់2កន្លែងឯណោះដែលត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO នោះគឺប្រាសាទកោះកេរនិងប្រាសាទព្រះវិហារប្រាសាទកោះកេរត្រូវបានសាងសង់ឡើងនៅក្នុងសតវត្សទី10ក្នុងអំឡុងរាជ្យព្រះបាទជ័យវរ្ម័នទី4ចំណែកឯប្រាសាទព្រះវិហារដែលនៅលើភ្នំដងរែកវិញត្រូវបានសាងសង់ឡើងដោយព្រះបាទសូរ្យវរ្ម័នទី1និងទី2ក្នុងសតវត្សទី11និងទី12ក្រៅពីតំបន់ទាំងពីរនេះយើងក៏អាចទៅទស្សនាប្រាសាទព្រះខ័នកំពង់ស្វាយឬក៏អាចទៅទស្សនាភ្នំត្បែងមានជ័យនៅឯខេត្តព្រះវិហារមកដល់ខេត្តកំពង់ធំគឺជាខេត្តដែលប្រាសាទសម្បូរព្រៃគុកដែលត្រូវបានសាងសង់ឡើងនៅក្នុងសម័យចេនឡាក្នុងអំឡុងឆ្នាំ616ទៅឆ្នាំ635ក្នុងរាជការព្រះបាទឦសានវរ្ម័នទី1ហើយត្រូវបានចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO នៅឆ្នាំ2017ក្រៅពីប្រាសាទសម្បូរព្រៃគុកយើងក៏អាចទៅទស្សនាភ្នំសន្ទុកដែលជាទីកន្លែងវប្បធម៌មួយផងដែរហើយនៅក្បែរភ្នំសន្ទុកនោះក៏មានកន្លែងតម្បាញសូត្រមួយផងដែរដែលធ្វើឡើងដោយប្រជាជននៅតំបន់ភ្នំសន្ទុកនេះបន្តដំណើរទៅខេត្តស្ទឹងត្រែងយើងតែងតែនឹកឃើញទៅដល់ទឹកជ្រោះព្រះនិមិត្តដែលស្ថិតនៅក្នុងខេត្តព្រះវិហារហើយជាប់ជាមួយនឹងព្រំដែនខេត្តស្ទឹងត្រែងនិងប្រទេសឡាវទឹកធ្លាក់នេះជាទឹកធ្លាក់ដែលធំបំផុតនៅអាស៊ីអាគ្នេយ៍ក្រៅពីនេះខេត្តស្ទឹងត្រែងក៏មានសហគមន៍អេកូទេសចរអូស្វាយនៅទីកន្លែងនោះយើងអាចជិះទូកមើលព្រៃលិចទឹកត្រីនិងសត្វស្លាបជាច្រើនប្រភេទនៅតាមបណ្ដោយទន្លេមេគង្គនៅក្នុងខេត្តស្ទឹងត្រែងក៏មានកន្លែងសម្រាប់អភិរក្សសត្វផ្សោតផងដែរគឺនៅត្រង់ចំណុចអន្លង់ត្បូងខ្លានេះឯងដែលទីតាំងនេះជាកន្លែងដែលល្អមួយសម្រាប់ការទៅមើលសត្វផ្សោតនិងសម្រាប់លំហែកាយនៅទីនេះបន្តដំណើរទៅកាន់ខេត្តរតនគិរីខេត្តនេះគឺជាខេត្តដ៏ឆ្ងាយជាងគេពីរាជធានីភ្នំពេញនៅក្នុងខេត្តរតនគិរីគេតែងតែនឹកឃើញទៅដល់បឹងយក្សឡោមដែលមានទេសភាពស្អាតបឹងនេះមានទទឹងនិងបណ្ដោយប្រហែលជា750ម៉ែត្រជម្រៅ48ម៉ែត្របានកើតឡើងកាលពី70,000ឆ្នាំមុនដោយសារតែបន្ទុះភ្នំភ្លើងឧទ្យានជាតិវីរៈជ័យដែលស្ថិតនៅក្នុងខេត្តរតនគិរីក៏មានទេសភាពស្អាតមិនចាញ់ទៅនឹងកន្លែងផ្សេងៗទៀតដែរកន្លែងនេះជាតំបន់ធម្មជាតិដែលគ្របដណ្ដប់ទៅដោយវាលស្មៅដែលមានស្មៅពណ៌បៃតងនៅខែវស្សានិងមានពណ៌មាសនៅខែប្រាំងនៅក្នុងខេត្តរតនគិរីយើងក៏អាចទៅទស្សនាទន្លេសេសានដែលវាជាដៃទន្លេរបស់មេគង្គដែលបង្ហាញពីជីវភាពការរស់នៅរបស់ប្រជាជននៅតំបន់នោះមកដល់ខេត្តមណ្ឌលគិរីខេត្តនេះគឺជាខេត្តដែលមានផ្ទៃដីធំជាងគេនៅកម្ពុជាកន្លែងទេសចរដែលល្បីនៅក្នុងខេត្តមណ្ឌលគិរីគឺទឹកជ្រោះប៊ូស្រានេះឯងទឹកជ្រោះប៊ូស្រាមានរហូតដល់3ដំណាក់កាលដោយដំណាក់កាលនីមួយៗមានទទឹងពី10ទៅ20ម៉ែត្រដោយលាយឡំជាមួយនឹងព្រៃឈើនៅអមសងខាងទឹកជ្រោះក្រៅពីទឹកជ្រោះប៊ូស្រានៅក្នុងខេត្តនេះក៏មានទឹកជ្រោះផ្សេងៗទៀតដែរដូចជាទឹកធ្លាក់រ៉ូម៉ានីទឹកធ្លាក់លេងត្រុកទឹកធ្លាក់លេងអង់លេងឃីនទឹកធ្លាក់ឡែងកៅផងដែរបន្តដំណើរមកដល់ខេត្តក្រចេះយើងក៏អាចទៅសម្រាកលំហែកាយនៅសហគមន៍អេកូទេសចរកម្ពុជាដែលស្ថិតនៅដងទន្លេមេគង្គដែលមានប្រជុំកោះតូចៗព្រមទាំងឆ្នេរខ្សាច់និងជ្រលងទឹកហូរជាច្រើនសន្តានមានដើមរៃដើមរាំងនិងទឹកទន្លេល្អនៅរដូវប្រាំងហើយកន្លែងនោះអ្នកដំណើរក៏អាចទៅទស្សនាសត្វផ្សោត
ដែលជាសាច់កម្រមួយនៅក្នុងពិភពលោកក្រៅពីនេះខេត្តក្រចេះក៏មានវត្តសសរ100ដែលជាតំបន់ទេសចរលក្ខណៈប្រវត្តិសាស្ត្រដែលបានសាងសង់ឡើងនៅសតវត្សទី16ដោយព្រះបាទច័ន្ទរាជាតែសម័យប៉ុលពតព្រះវិហារនេះត្រូវបានខូចខាតមួយភាគធំហើយក៏ត្រូវបានជួសជុលឡើងវិញជាបន្តបន្ទាប់សហគមន៍អេកូទេសចរកោះផ្ដៅដែលជាកោះធំជាងគេនៅលើទន្លេមេគង្គយើងនេះអ្នកដំណើរទេសចរដែលមកតំបន់នេះដើម្បីជិះទូកទស្សនាសត្វផ្សោតនិងសត្វស្លាបជាច្រើនប្រភេទមើលទេសភាពថ្ងៃលិចតាមមាត់ទន្លេជិះម៉ូតូឌុបតាមសហគមន៍ជួលកង់ជិះទស្សនាតាមសហគមន៍ចូលរួមសកម្មភាពជីកស្រះត្រីជីកស្រះកង្កែបធ្វើទ្រុងមាន់ទានិងសកម្មភាពដាំដុះផ្សេងៗទៀតមកដល់ខេត្តត្បូងឃ្មុំខេត្តនេះជាខេត្តដែលផលិតជ័រកៅស៊ូដ៏ធំមួយផងដែរចំការកៅស៊ូមានទេសភាពបៃតងស្រស់គួរឲ្យគយគន់ហើយក៏ជាតំបន់អេកូទេសចរមួយយ៉ាងសំខាន់សម្រាប់ធ្វើការតាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាព្រមទាំងបានស្វែងយល់បច្ចេកទេសការដាំដុះការថែទាំការប្រមូលផលជ័រកៅស៊ូនិងមានរោងចក្រកែច្នៃជ័រកៅស៊ូជាដើមខេត្តនេះគឺជាខេត្តដែលបានបង្ហាញនៅក្នុងរឿងទុំទាវហើយនៅក្នុងស្រុកត្បូងឃ្មុំក៏មានទីតាំងដើមពោធិ៍ទុំទាវផងដែរចំណែកឯបឹងតាវ៉ាន់វិញគឺជារមណីយដ្ឋានថ្មីដែលទើបនឹងកើតឡើងដំណើរគ្នានឹងការកសាងទីរួមខេត្តថ្មីនេះទីតាំងនេះជាអាងស្តុកទឹកសម្រាប់ប្រើប្រាស់នៅក្នុងទីរួមខេត្តមានភាពត្រជាក់និងអ៊ូអរនាពេលរសៀលធ្វើដំណើរមកដល់ខេត្តកំពង់ចាមយើងនឹងឃើញផ្កាស្បៃរឿងនៅកុលស្ពានគីហ្សូណាដែលមើលទៅវាពិតជាស្រស់ស្អាតម្យ៉ាងដែរក្រៅពីនេះនៅភាគខាងត្បូងនៃក្រុងកំពង់ចាមក៏មានស្ពានឫស្សីមួយកន្លែងដែលអាចឲ្យយើងឆ្លងកាត់ទៅកោះប៉ែនដែលស្ពាននេះគេសាងសង់វាជារៀងរាល់ឆ្នាំកោះប៉ែនគឺជាកោះមួយដែលធំនៅលើទន្លេមេគង្គកោះប៉ែនគឺជាគោលដៅទេសចរមួយដែលមានឆ្នេរខ្សាច់ដ៏ស្រស់ស្អាតនិងកោះប៉ែនបានបង្ហាញអំពីជីវិតរស់នៅរបស់ប្រជាជនដែលរស់នៅលើដីកោះប៉ែននេះខេត្តកំពង់ចាមក៏មានតំបន់ទេសចរផ្សេងទៀតដែរនោះគឺភ្នំប្រុសភ្នំស្រីដែលស្របនឹងរឿងព្រេងនិទានខ្មែរដែលរឿងព្រេងនេះនិយាយថាភ្នំស្រីខ្ពស់ជាងភ្នំប្រុសដោយសារតែពេលនោះពួកប្រុសបានចាញ់បោកស្រីចំណែកឯរមណីយដ្ឋានទឹកឆាងក៏ជាកន្លែងមួយដែលតាក់ទាញផងដែរដោយសារតែមានបឹងធម្មជាតិដ៏ធំមួយមានប្រភពទឹកផុសចេញពីក្នុងដីដែលឲ្យអ្នកដំណើរមកកាន់កន្លែងនេះអាចលេងកម្សាន្តទឹកបានគ្រប់រដូវបន្តដំណើរមកដល់ខេត្តព្រៃវែងគឺជាខេត្តដែលផលិតស្រូវបានច្រើនជាងគេនៅកម្ពុជាចុងប៉មគឺជារមណីយដ្ឋានកែច្នៃដែលនៅទីនោះមានទឹកដ៏ធំល្វឹងល្វើយដែលអាចឲ្យយើងដើរលេងថ្មើរជើងស្ទូចត្រីឬក៏អាចមើលថ្ងៃលិចនៅទីនោះចំណែកឯនៅទួលតពាន់តាឡីបឹងស្នេហ៍វិញទីនោះមានដើមឈើខៀវស្រងាត់និងមានផ្ទៃដីរហូតដល់87ហិកតានិងមានសត្វស្លាបរាប់ពាន់ក្បាលដែលវាបានមករស់នៅទីនោះហើយកន្លែងនេះក៏ជាកន្លែងអភិរក្សសត្វស្លាបហើយវាក៏ជាគោលដៅទេសចរមួយសម្រាប់មកមើលសត្វស្លាបផងដែរក្រៅពីនេះភ្នំឈើកាច់ក៏ជាទីតាំងប្រវត្តិសាស្ត្រមួយនៃរាជធានីរបស់នគរភ្នំដែលបានកសាងឡើងក្នុងរជ្ជកាលព្រះបាទហ៊ុនទៀននៅសតវត្សទី1ហើយនៅក្នុងប្រវត្តិរឿងទុំទាវភ្នំឈើកាច់គឺជាកន្លែងដែលនេនទុំបានសាងផ្នួសនៅទីនេះដែរមកដល់ខេត្តស្វាយរៀងតំបន់ទេសចរនៅក្នុងខេត្តនេះមានប្រាសាទជាហោដែលមានវ័យចំណាស់ទៅនឹងប្រាសាទសម្បូរព្រៃគុកទន្លេវាយគោដែលស្ថិតនៅទីរួមខេត្តស្វាយរៀងនិងរមណីយដ្ឋានធម្មជាតិព្រៃកុកីគឺជាកន្លែងដែលសម្បូរទៅដោយដើមកុកីជាច្រើនដុះព័ទ្ធជុំវិញមកដល់ខេត្តកណ្ដាលគឺជាខេត្តដែលជាប់ទៅនឹងរាជធានីភ្នំពេញនិងខេត្តនេះសម្បូរទៅដោយកន្លែងសម្រាប់លំហែកាយដោយសារតែវានៅជិតនឹងទីក្រុងភ្នំពេញមានកន្លែង3កន្លែងដែលអ្នកទាំងអស់គ្នាគួរតែលេងដូចជាតំបន់ទេសចរកែច្នៃសួនទឹកនៅគៀនស្វាយតំបន់ប្រវត្តិសាស្ត្រដូចជាភ្នំប្រសិទ្ធនៅទីនោះមានវត្តខ្មែរបុរាណសាងសង់លើកំពូលភ្នំនិងមានប្រាសាទបុរាណដោយប្រាសាទនាងគ្រប់លក្ខបានកសាងឡើងនៅសតវត្សទី7និងភ្នំព្រះរាជទ្រព្យជាអតីតរាជធានីរបស់យើងចាប់ពីឆ្នាំ1618ដល់ឆ្នាំ1866បន្តដំណើរបន្តយើងក៏ទៅដល់ខេត្តកំពង់ស្ពឺនៅក្នុងខេត្តនេះសម្បូរទៅដោយតំបន់ទេសចរធម្មជាតិដែលមានដូចជាឧទ្យានជាតិគិរីរម្យដែលនៅលើភ្នំនោះមានកន្លែងកម្សាន្តជាច្រើនដូចជាបឹងចំការតែទឹកធ្លាក់អូឆាយ៉ាឬទឹកធ្លាក់អូតាសេជាដើមតំបន់ភ្នំក្នុងផ្សារជាតំបន់ដែលមានវាលស្មៅបៃតងខ្ចីលាយឡំជាមួយនឹងព្រៃឈើយ៉ាងក្រាស់នៅតំបន់នោះចំណែកឯភ្នំអរ៉ាល់គឺជាភ្នំដែលខ្ពស់ជាងគេនៅកម្ពុជាដែលមានកម្ពស់រហូតដល់1813ម៉ែត្របន្តដំណើរមកដល់ខេត្តកំពង់ឆ្នាំងគឺជាខេត្តដែលជាដំណើរកម្សាន្តចុងក្រោយរបស់យើងអាចទទួលស្នាសហគមន៍ទេសចរអណ្ដូងឫស្សីដែលកន្លែងនេះជាកន្លែងដែលស្មូនរបស់ប្រើប្រាស់ផ្សេងពីដីឥដ្ឋយើងក៏អាចទៅទិញរបស់ប្រើប្រាស់ផ្សេងនៅទីនោះបានផងដែរខេត្តនេះក៏មានតំបន់មួយចំនួនដែលទាក់ទងទៅនឹងរឿងព្រេងខ្មែរដូចជាភ្នំនាងកង្រីដែលភ្នំនេះបានរៀបរាប់ពីរឿងពុទ្ធិសែននាងកង្រីហើយភ្នំនេះប្រៀបបានដូចជាសាកសពនាងកង្រីដែលដេញនៅលើដីហើយបង្កើតបានជាភ្នំមួយក្រៅពីនេះខេត្តនេះក៏មានតំបន់ទេសចរធម្មជាតិផងដែរដូចជាទឹកធ្លាក់ស្រែអំពិលដែលទឹកនេះមានប្រភពចេញពីជួរភ្នំអរ៉ាល់ហើយជាចុងក្រោយយើងក៏ត្រឡប់ទៅទីក្រុងភ្នំពេញវិញដើម្បីបញ្ចប់ការផ្សងព្រេងរបស់យើងខ្ញុំមិនអាចរៀបរាប់ឲ្យបានកោះក្បាយនៅទីកន្លែងទេសចរនីមួយៗឲ្យបានអស់នៅឡើយដោយសារតែតំបន់ទេសចរនីមួយៗមានរឿងរ៉ាវជាច្រើនដូចនេះខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាទៅលេងខេត្តក្រុងរបស់យើងដើម្បីយល់ដឹងអំពីប្រទេសយើងឲ្យកាន់តែច្បាស់និងទទួលបានបទពិសោធន៍ផ្ទាល់ការដែលយើងធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសយើងក៏អាចជួយបង្កើនការងារដល់ប្រជាជននៅក្នុងសហគមន៍ដូចជាការផ្ដល់ប្រាក់ចំណូលទៅលើសន្តាគារភោជនីយដ្ឋាននិងសេវាកម្មធ្វើដំណើរជាដើមនៅពេលដែលមានប្រជាជនទៅលេងតំបន់ទេសចរមួយក្នុងចំនួនដ៏ច្រើនទីនោះតែងតែមានការអភិវឌ្ឍដែលមានដូចជាផ្លូវថ្នល់ឬក៏ស្ពានជាដើមនិងសេដ្ឋកិច្ចរបស់យើងមានភាពរឹងមាំដោយយើងមិនបាច់ពឹងផ្អែកទៅលើទេសចរបរទេសទាំងស្រុងនោះឡើយទេសចរផ្សារភ្ជាប់ទឹកដីបង្កើតមេត្រីភាពថ្មីចែករំលែកវប្បធម៌ថ្លៃចិត្តនឹងចិត្តកាន់តែយល់ពីគ្នា